សួស្តីបងប្អូនក៏ដូចជាអ្នកកំពុងសិក្សាភាសាអង់គ្លេសទាំងអស់គ្នាថ្ងៃនេះយើងនឹងរៀនអំពីកិរិយាសព្ទ to be កិរិយាសព្ទ to be មានន័យថាគឺឬគឺជាវាជាកិរិយាសព្ទសំខាន់បំផុតមួយនៅក្នុងភាសាអង់គ្លេសយើងប្រើវាដើម្បីនិយាយពីអត្តសញ្ញាណទីតាំងនិងសភាពប្រយោគស្របសូមសិក្សានិងពិនិត្យមើលឧទាហរណ៍ខាងក្រោមនេះI am happy ខ្ញុំគឺសប្បាយរីករាយឬយើងអាចប្រែថាខ្ញុំសប្បាយរីករាយត្រង់ចំណុចនេះពាក្យ am ដែលជាកិរិយាសព្ទ to be មិនបាច់បកប្រែថាគឺក៏បានដែរ He is at home គាត់គឺនៅផ្ទះឬប្រែថាគាត់នៅផ្ទះមិនបាច់បន្ថែមពាក្យថាគឺក៏បានដែរ We are students យើងគឺជាសិស្សទម្រង់កិរិយាសព្ទ to be ទម្រង់កិរិយាសព្ទ to be នៅក្នុងបច្ចុប្បន្នកាលធម្មតា present simple to be ត្រូវបានបែងចែកជា3ដូចជា am ប្រើជាមួយនឹង I is ប្រើជាមួយនឹង he she ឬក៏ it are ប្រើជាមួយនឹង we you ឬក៏ they ឧទាហរណ៍ I am a student ខ្ញុំគឺជាសិស្ស she is a teacher នាងគឺជាគ្រូបង្រៀនThey are friends ពួកគេគឺជាមិត្តភក្តិនឹងគ្នាប្រយោគសំណួរ questions ដើម្បីបង្កើតជាសំណួរយើងត្រូវដាក់ am is are នៅពីមុខប្រធានមានន័យថាយើងត្រូវយកកិរិយាសព្ទ to be មកដាក់នៅខាងមុខប្រធានវិញចំណាំពេលយក to be មកខាងមុខប្រធានយើងត្រូវសរសេរ to be ជាអក្សរធំហើយបកប្រែថាតើឧទាហរណ៍ Am I late តើខ្ញុំយឺតម៉ោងឬទេ Is he a doctor តើគាត់ជាវេជ្ជបណ្ឌិតឬ Are they happy តើពួកគាត់សប្បាយឬទេទម្រង់កាត់ក្នុងភាសាអង់គ្លេសគេតែងតែប្រើទម្រង់កាត់ដើម្បីនិយាយឲ្យខ្លី I am អានកាត់ថាI'm You are អានកាត់ថា You're He is អានកាត់ថា He's They are អានកាត់ថា They're ប្រយោគបដិសេធ negative sentences ដើម្បីធ្វើឲ្យប្រយោគទៅជាបដិសេធយើងត្រូវដាក់ not ក្រោយ am is ឬ are ហើយពាក្យ not នេះគឺប្រែថាមិនឬមិនមែនឧទាហរណ៍ I am not a teacher ខ្ញុំមិនមែនជាគ្រូទេ She is not at school នាងមិននៅសាលារៀនទេ They are not sad ពួកគេមិនកំសត់ទេ Negative contractions ទម្រង់កាត់បដិសេធ He is not អានកាត់ថា he isn't ឬ he's not We are not អានកាត់ថា we aren't ឬ we're not វារៀននេះយើងបានរៀនអំពី verb to be am is are ហើយយើងក៏បានស្គាល់ពីរបៀបប្រើប្រាស់វាក្នុងប្រយោគស្របប្រយោគបដិសេធនិងប្រយោគសំណួរមេរៀននេះពិតជាសំខាន់ណាស់ព្រោះវាជាមូលដ្ឋានគ្រឹះសម្រាប់បន្តរៀនភាសាអង់គ្លេសទៅមុខទៀតខ្ញុំសង្ឃឹមថាសិស្សៗបានយល់និងអាចយកវាទៅអនុវត្តនៅក្នុងការនិយាយនិងសរសេរសូមកុំភ្លេចហាត់សរសេរនិងរៀននិយាយឲ្យបានច្រើនចុងក្រោយនេះសូមស្នើដល់បងប្អូនក៏ដូចជាអ្នកសិក្សាទាំងអស់គ្នាជួយគាំទ្រ Page ឈុនសុវណ្ណវិភូនិង Channel YouTube PV Media ដើម្បីទទួលបានវីដេអូបង្រៀនថ្មីៗនិងវីដេអូកម្សាន្តផ្សេងៗទៀតបន្ថែមទៀតសូមអរគុណច្រើន